Hiroshima lại đâm một cái Mazda của thằng đấy dây mang chuột trong một đám máy và một đám máy nếu Mazda sẽ phải quay quay đằng sau hay cùng với chuyên môn cùng với chuyên môn một trong đám mắt hay dùng cái khoản chất trong highlight vào mòn người mình tìm những ngôi ca đi dài một quay là hoặc xong rồi phim LED ca hay còn như là chuyên ba na áp đặt quay là một nguồn hay LED phải cho một Mazda để tại phòng tích đem quay hay cái này đặt tiêu ở cái sàn lái của con bên đây chúng ta thì mà một cái Mazda trên phòng này trong hiến này trong cái không thể ngắn đâyคือdạng sport mấy về trên cái trên trận tích chiều mùi là lớp đâyคือไฮไลท์ของใหม่นี่ทำโปรดิวเซอร์อันนี้ตัวไม่ดูตัวจัดอยู่เราจะพ้นกับสังเกตเคยอะไรบางเลยเลยพ้นไปสั่งด้วยความไม่ที่ตัวแบบมันห้างเดี่ยวนะเขาอยากโจมตีหมดไม่ใช่แหละจำเนียงแบบน้อยchỉ cái đầu ô tô sensor blind spot กับเราแบบฮอปนี่เนาะตัวที่ปีได้เฟซเปิดสแกนแบบក្នុងដៃ lock ส่งដៃ unlock ហើយខាងក្រោយអូអានេះខ្ញុំទឹកតែបងប្អូនពីខំទីណាបងប្អូនធំជាងមុននិយាយជាងមុនហើយសូម្បីតែការបើកទៀតអូធំជាងមុនដែរmodel មុនយើងបើកបានថឹកនេះទេប៉ុន្តែសម្រាប់ model ថ្មីឲ្យគេអាប់ដេតបាន90 degree ហេតុអីមកគេអាប់ដេតប៉ុណ្ណឹងនៅពេលដែលយើងចូលអត់ឲ្យយើងធ្វើការឲ្យបានយើងជិះយើងតែបោះចូលមកក្នុងនិយាយលើកទៅដល់ហើយបើសិនជាអ្នកមានធំរត់ទៅសួរចូលខាងក្នុងឡានហើយសួរថាខាងក្នុងឡានទៅខាងក្នុងឡានទៅបងប្អូនខាងក្នុងឡានទៅសងខាងលើផងអូយទៅខ្លាំងមែនទេនេះបើសេរីមុនគាត់4នាក់ក្រោយសេរីថ្មីដងចង់គាត់5នាក់ក៏បានដែរហើយលេខថ្មីអត់នេះបើទៅយើងគេអាចទៅ display ในខាងក្រោយទៅលាយខ្លាំងមែនទៅលេងមួយកំផឹងមួយចាស់ហ្នឹងបងប្អូនលេងមែនហើយយើងចូលទៅខាងក្នុងទៅបោះមកកាន់តែទៅលេងដាក់ពុំអត់ដូចហ្នឹងនិយាយលេងបងប្អូនសម្រាប់ CX5 សេរីថ្មីនេះខ្ញុំចង់បង្ហាញបន្ថែមបងប្អូនសម្រាប់ CX5 សេរីថ្មីនេះគឺដាក់ speaker boost ជុំឡានហើយបងដែលចង់ដឹងថា speaker boost វា quality ប៉ុណ្ណាអាចបតេសពួកខ្ញុំបានពេលដែលឡានទៅដល់ស្រុកខ្មែរឥឡូវនេះពួកខ្ញុំនៅជប៉ុនបាទនៅជប៉ុននៅ Hiroshima ហើយពាក់ព័ន្ធនឹងការអាប់ដេតបន្ថែមគឺដែល Mazda គឺបានដូរហើយកន្លែងនេះគឺគេដាក់ Mazda អក្សរ Mazda តែម្ដងលែងដាក់ logo ឲ្យដាក់អក្សរ Mazda តែម្ដងហើយនេះគឺមាន function control មាន driving mode គេដាក់នៅនេះវិញចំណុចហ្នឹងគេដាក់នៅក្រោមនេះ driving mode គេដាក់នៅនេះវិញ My Drive គឺក៏ Mazda Intelligent Drive តែនេះ face recognize បងប្អូនមាន note ឃើញហ្នឹងនេះ face recognize អាហ្នឹងចាប់ខ្សែភ្នែកអ្នកបើកហ្មងគឺមានន័យថាបើយើងមួយគេយើងអីគឺវាចាប់ក្នុងនេះទាំងអស់ហ្មងនេះ face recognize ហើយពាក់ព័ន្ធទៅលើ screen digital នេះ counter digital ហើយជាមួយនឹង screen big screen ណែម្ដង screen ធំណាស់បងប្អូន screen ធំហើយ everything គឺ touch នៅលើនេះទាំងអស់មានន័យថាបងប្អូនវិជាបើសិនជា touch អីផ្សេងចុចទាំងអស់មួយឡានគឺនៅលើ screen នេះហើយឥឡូវនេះសម្រាប់សេរីថ្មីនេះខ្ញុំបញ្ជាក់តនកើតទេអាចនឹងប្រើ YouTube ប្រើបានទីលយខ្លាំងមែនទែនបងប្អូនហើយពាក់ព័ន្ធទៅលើខាងមុខអីក៏ទលាយដែរហើយតម្លៃបងចង់ដឹងអាចឆាតមកខ្ញុំបានតិចដាច់បងលក់បានទាំងអស់តែពណ៌ដែលខាងជប៉ុនគេ recommend ជាងគេគឺពណ៌ដាក់លូនេះគឺហាញពីអំណាចvàហាញ power បានចាំបងចង់បានសេរីថ្មីគឺទៅប្រើវិញគេជាម្នាក់មួយឡានមួយដឹងមួយតែខែធំម្ដងជ្រើស Mazda CX-5 បាទ